ដើមត្បាល់ដែកគេប្រើសម្រាប់បើកម្លាំងសុខភាពផ្លូវភេទបុរសបាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះបាទហើយនៅខណៈពេលនេះខ្ញុំមានរុក្ខជាតិមួយប្រភេទគឺមានឈ្មោះថាដើមត្បាល់ដែកដើមត្បាល់ដែកនេះវាជារុក្ខជាតិមួយកម្រណាស់ពុកម៉ែបងប្អូនណាខ្ញុំធ្លាប់តាមស្វែងរកហើយប៉ុន្តែកម្រណាស់ហើយមិនងាយនឹងរកទៀតបាទត្បាល់ដែកហ្នឹងគឺវាមានរូបរាងលក្ខណៈពណ៌សម្បុរខាងក្រៅដោយតែខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនយើងណាសម្បូរដើមត្បាល់ដែកឬក៏មានអីអាចតាក់ទងមកខ្ញុំបានណាខ្ញុំត្រូវការសម្រាប់យកទៅប្រើប្រាស់ខ្លះដែរបាទអញ្ចឹងទេតាក់ទងជាមួយនឹងដើមត្បាល់ដែកនេះទៀតសោតយើងក៏អាចបាទយកទៅប្រើធ្វើជាឱសថហើយជាឱសថពិសេសទៅទៀតពុកម៉ែបងប្អូនយើងណាហើយជាពិសេសហ្នឹងគឺពុកម៉ែបងប្អូនយើងបរោះដែលមានបញ្ហាខ្សោយណាខ្សោយសុខភាពផ្លូវភេទបាទន័យថាមិនសូវមានចំណង់មិនសូវបានយូរអីហ្នឹងបាទអញ្ចឹងចំពោះដើមត្បាល់ដែកនេះផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាឱសថហ្នឹងមែនតើទៅគេប្រើឫសប៉ុន្តែអ្វីដែលយើងប្រើជាទូទៅបានន័យថាមានទាំងឫសមានទាំងដើមមានទាំងស្លឹកអីទាំងអស់ហ្នឹងណាពុកម៉ែបងប្អូនគឺយើងយកទៅប្រើទាំងអស់ហ្នឹងបាទហើយចំពោះការព្យាបាលជំងឺវិញដូចខ្ញុំបានជម្រាបជូនអញ្ចឹងទី1ហ្នឹងយើងប្រើធ្វើជាថ្នាំបើកម្លាំងសុខភាពផ្លូវភេទបរិសុទ្ធបាទន័យថាគាត់ហូបបាទគាត់ផឹកថ្នាំដែលយើងដាំចេញពីដើមត្បាល់ដែកនេះវាធ្វើឲ្យយើងនឹងមានសុខភាពបាទប្រកែបានយូរបាទហើយក៏ជួយព្យាបាលក្អកស្លេះបាទឈឺដើមទ្រូងហើយក៏ដូចជារបួសដែលកើតឡើងដោយសារការដួលប៉ះទង្គិចហើយនឹងឈឺឆ្អឹងជំនីផងដែរហើយចំពោះរុក្ខជាតិនេះយើងយកទៅកច្រាមហាលឲ្យស្ងួតទៅយើងយកទៅតាមទឹកផឹកពុកម៉ែបងប្អូនណាឬក៏ត្រាំស្រាក៏បានដែរយើងប្រើពីចន្លោះបាទពី15ទៅ20ក្រាមអាចត្រាំស្រាក៏បានអាចដាំទឹកផឹកក៏បានបាទហើយវាជួយព្យាបាលជំងឺដោយដែលខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងបាទ